សម្រាប់បងប្អូនដែលប្រើប្រាស់កម្មវិធី Telegram ឬក៏ឆាត Telegram ណាហើយចង់ធ្វើការដាក់ឲ្យឆាតរបស់យើងនឹងធ្វើការលុបអូតូតែម្ដងនៅពេលដែលយើងឆាតទៅនរណាម្នាក់បងប្អូនអាចមើលវីដេអូនេះបានអញ្ចឹងខ្ញុំនឹងលម្អិតតែម្ដងបាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបក្នុងការកំណត់ឲ្យឆាតបាទ Telegram របស់យើងនឹងធ្វើការលុបអូតូបាទអញ្ចឹងរបៀបក្នុងការដាក់អត់ពិបាកទេបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធី Telegram យើងជាមុនសិនបាទរួចហើយបងប្អូនចុចត្រង់ពាក្យថា setting ហើយបន្ទាប់មកទៀតបងប្អូន scroll ឡើងលើបន្តិចមកបងប្អូននឹងឃើញពាក្យថា privacy and security បាទអញ្ចឹងបងប្អូនចុចលើនឹងមកអញ្ចឹងត្រង់ចំណុចខាងលើគឺបងប្អូននឹងឃើញពាក្យថា auto delete message នឹងឯងអញ្ចឹងយើងគ្រាន់តែធ្វើការចុច select ត្រង់ចំណុចហ្នឹងមកបាទហើយកន្លែងហ្នឹងគឺវាមានចំនួនថ្ងៃបាទនៃការលុបអញ្ចឹងវាមានមួយថ្ងៃបាទមួយសប្តាហ៍ឬក៏មួយខែអញ្ចឹងបើបងប្អូនចង់កំណត់ដោយខ្លួនឯងយើងចុចពាក្យថា set auto ហ្នឹងមកបាទ custom រួចហើយបងប្អូននឹងឃើញចំនួនថ្ងៃមួយថ្ងៃពីរថ្ងៃឬក៏មួយអាទិត្យមួយខែពីរខែបាទអញ្ចឹងយើងអាចធ្វើការ select បានអញ្ចឹងខ្ញុំសូមកំណត់មួយថ្ងៃហើយបន្ទាប់មកដាក់ពាក្យថា set auto delete បាទអញ្ចឹងនៅពេលដែលយើង select បែបហ្នឹងនៅពេលដែលយើងឆាតទៅនរណាម្នាក់អញ្ចឹងវានឹងធ្វើការលុបសារដែលយើងបានផ្ញើទៅមិត្តភ័ក្តិឬក៏បងប្អូនឬក៏មនុស្សជាទីស្រឡាញ់របស់យើងហ្នឹងរយៈពេលមួយថ្ងៃវានឹងធ្វើការលុបអូតូតែម្ដងបាទវិធីនេះគឺល្អមែនទែនសម្រាប់បងប្អូនដែលមិនចង់ទុកសារនៅក្នុងឆាតណាបាទវីដេអូក៏មានត្រឹមតែប៉ុណ្្នឹងទេអរគុណជម្រាបលា